គណៈបកយុវជនកម្ពុជាញត្តិកោតទោសយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាបានប្រកាសអំពីទង្វើរបស់ទាហានថៃដែលបានបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅក្នុងភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលបានបញ្ជាក់ថាមានពលរដ្ឋខ្មែររងរបួសចំនួន5នាក់ដោយទាហានថៃបានបាញ់ប្រហារក្នុងទង្វើអមនុស្សធម៌និងមិនគោរពច្បាប់អន្តរជាតិព្រមទាំងមិនគោរពសេចក្តីថ្លែងការណ៍រួមស្តីអំពីសន្តិភាពរវាងប្រទេសទាំងពីរកាលពីពេលកន្លងទៅថ្មីដែលវាបានបំពេញដោយភាគីថៃក្នុងនាមគណៈបកនយោបាយសូមចាត់ទុកទង្វើរបស់ទាហានថៃនៅពេលនេះគឺជាទង្វើក្រមមនុស្សព្រៃនិងសាហាវយង់ខ្នងដែលពិភពលោកស្អប់ខ្ពើមជាទីបំផុតគណៈបកយុវជនកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ទាហានថៃដែលបានបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរឲ្យរងរបួសចំនួន5នាក់នៅក្នុងភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោងប្រមាណជា 15:50 នាទីនៅរសៀលថ្ងៃពុធទី 12 ខែវិច្ឆិកាឆ្នាំ 2025 នេះគណៈបកយុវជនកម្ពុជាសូមអំពាវនាវទៅដល់ប្រទេសជាសមាជិកអាស៊ាននិងប្រទេសម៉ាឡេស៊ីព្រមទាំងសហរដ្ឋអាមេរិកត្រូវចាត់វិធានការជាក់លាក់មួយដើម្បីទប់ស្កាត់រដ្ឋាភិបាលថៃនិងក្រុមទាហានថៃឲ្យបញ្ឈប់ទង្វើព្រៃផ្សាយខាងលើនេះជាបន្ទាន់និងជំរុញឲ្យប្រទេសថៃគោរពច្បាប់អន្តរជាតិនិងគោរពអធិបតេយ្យភាពប្រទេសកម្ពុជាថ្ងៃពុធ 7 រោចខែកដិកឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ 2569 ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2025 នេះដោយគណៈបកយុវជនកម្ពុជា